ហើយក៏ខ្ញុំសង្ឃឹមថាសមាគមអង្គការកម្ពុជានឹងបន្តគាំទ្ររាជរដ្ឋាភិបាលនៅក្នុងការជួយធ្វើពិពិធកម្មនិងការបង្កើតក៏ដូចគ្នាក៏ចូលរួមនៅក្នុងការថែរក្សានៅសុខសន្តិភាពនិងស្ថិរភាពដែលជាមូលដ្ឋានបង្កើតឲ្យមាននៅឱកាសសម្រាប់រីកចម្រើនបន្តទៀតហើយចំណុចនេះគេសួរថាម៉េចបានជាយើងម្ដងណាក៏បញ្ចោលប្រធានបទសន្តិភាពនឹងជប់ថានិយាយតនឯងដេកក៏យល់សក់ដែរបាទព្រោះកុំឲ្យវាបាត់ស៊ូឲ្យធុញកុំឲ្យវាបាត់ព្រោះយើងនិយាយថាប្រវត្តិសាស្ត្រ500ឆ្នាំយើងមិនដែលមានការឯកភាពជាតិទេប៉ុន្តែបើមើលប្រវត្តិសាស្ត្រដិតដាមទៅតាំងពីមុនសម័យអង្គរធ្លាក់ក៏យើងមានការវាយគ្នាផ្ទៃក្នុងនិងវាយប្រទេសជិតខាងដែរបាទទីក្រុងយើងធ្លាប់កន្លែងខ្លះលើកមកដល់ចាក់តមុខហើយលើកទៅវិញប្រហែលលោកវេផ្សេងវានៅមានហ្នឹងអញ្ចឹងបើមើលប្រវត្តិយើងគឺរាប់ពាន់ឆ្នាំដែលយើងមមតបានសុខ27ឆ្នាំដែលយើងបញ្ចប់សង្គ្រាមយោបាយជ្រះជ្រះប៉ុន្តែក្នុង7ឆ្នាំនេះបងប្អូនដែរកុំភ្លេចយើងក៏ធ្លាប់មានវាយគ្នា4ឆ្នាំដែរ2008 2011បាទកុំភ្លេចណាជាមួយប្រទេសជិតខាងនៅព្រំដែនហើយក៏យើងមានប៊ីសប្រមាណដងទៀតនៅខាងលើសួរថាម្ដងហ្នឹងភ័យទេម្ដងជ្រួលទេម្ដងពិភពលោកផ្សាយថាប្រទេសកម្ពុជាជិតសង្គ្រាមទៀតហើយទេពិតណាស់តើវាប៉ះទេដល់ជីវភាពរស់នៅទៅដល់ធុរកិច្ចដល់បងប្អូននេះហើយដែលយើងនិយាយថាសន្តិភាព27ឆ្នាំនយោបាយជ្រះឈ្នះយើងបញ្ចប់សង្គ្រាមផ្ទៃក្នុងប៉ុន្តែការប៉ះទង្គិចព្រំដែនមាន2-3 ដងរួចទៅហើយធ្លាប់វាយគ្នាស្លាប់របួសទៀតទៅហើយធ្វើឲ្យប៉ះពាល់ទំនាក់ទំនងជិតខាងរួចទៅហើយរឿងនេះខ្ញុំកំពុងតែឃើញអ្នកមួយចំនួនកំពុងតែស្រែកស្នេហាជាតិពីក្រៅប្រទេសទៀតអើយមិនក៏មិនស្អីចឹងទៅខ្ញុំសូមបញ្ជាក់ថារឿងការពារជាតិការពារទឹកដីជារឿងដែលយើងត្រូវកង្វល់ទាំងអស់គ្នាហើយរាជរដ្ឋាភិបាលមិនបានឲ្យពើទេ